ខ្ញុំទៅចិនថ្ងៃមុនទៅទស្សនកិច្ចការងារជួបជាមួយចិនមេដឹកនាំចិនបូកជាមួយនឹងចូលរួមនៅក្នុងវេទិកាកិច្ចប្រជុំ AI ដែលយើងបង្កើតដែលចិនដឹកនាំបង្កើតនោះហើយកម្ពុជាចូលជាសហការបដិកហើយđâyបានជាយើងត្រូវចូលនៅក្នុងវេទិកានេះវេទិកានេះទីមួយមិនមែនជាវេទិកាពាក់ព័ន្ធទៅនឹងសន្តិសុខដែលបង្កើតដើម្បីឆ្លោះគ្នាជាមួយប្រទេសណាអត់ទេហ្នឹងគោលការណ៍របស់យើងគឺមិនចូលក្នុងយន្តការឬមួយកិច្ចការងារណាដែលបង្កើតនៅចំនួនមួយក៏រឿងបញ្ហាភូមិសាស្ត្រប៉ុន្តែវេទិកានេះគឺបង្កលក្ខណៈឲ្យយើងចូលរួមទាញផលប្រយោជន៍ពី AI ពីយន្តការផ្សេងដើម្បីទាញចូលមកពង្រឹងខ្លួនយើងហើយ AI គឺជាបច្ចុប្បន្ននិងអនាគតបើយើងមិនទទួលស្គាល់បើយើងមិនត្រៀមលក្ខណៈបើយើងមិនចាប់ឱកាសពីឥឡូវយើងនឹងដើរថយក្រោយគេហើយអត់ទាន់គេទេហើយក្នុងនាមជាប្រទេសតូចការប្រឹងប្រែងអភិវឌ្ឍលើកកម្ពស់ការអភិវឌ្ឍ AI ផ្ទៃក្នុងក៏ជាការមួយល្អប៉ុន្តែយើងត្រូវទទួលស្គាល់ទៅកម្រិតបច្ចុប្បន្នប្រទេសខ្លះគេវិនិយោគលឿនជាងយើងអញ្ចឹងដើម្បីឲ្យលំហូរនៃវិទ្យាសាស្ត្រទាំងអស់នោះគេហៅ technology transfer មកយើងត្រូវចូលរួមនៅក្នុងយន្តការផ្សេងដែលអាចវាលឿន